ខ្ញុំជាទាហានកំងដូខ្ញុំការពារទឹកដីខ្ញុំសុខចិត្តស្លាប់ដើម្បីជាតិខ្មែរខ្ញុំជាទាហានកំងដូបើអ្នកចង់សាកចូលបានណាប្រូគុំឲ្យអ្នកចេះតែបំពេញឲ្យអ្នកចេះស្គាល់អ្វីទៅជាគល់ឈើសត្វខ្លាពេលធ្លាក់ចូលទឹកនឹងខ្លាចជាចំណីរបស់សត្វកពើឲ្យឯងចេះសម្លឹងមើលទៅលើឯងធ្វើមិនដឹងឬមួយក៏ឯងភ្លើកំងដូខ្ញុំការពារទឹកដីធ្វើជីវិតត្រូវខ្សែក៏ខ្ញុំហ៊ានបដូរគុំឲ្យពួកអាចោឈ្លានពានវាចូលមកកកាយវាចូលមកកគោប្រាសាទនេះគឺជារបស់ខ្មែរពួកឯងចង់បានគ្រឿងគីឡូទេប៉ារ៉ូឯងគុំហ៊ានប្រថាគោះពេកប្រយ័ត្នធ្លាក់ចុះដីដោយជន់អាចគោជាតិខ្មែររួមមានចិត្តស្មោះត្រង់មិនដែលចង់បានទឹកដីបានណាមិនដូចពួកអាចោគីបាញ់វាចង់តែបំពេញវាចង់តែប្រហារវាប្រើគ្រូល្បិចគៀនក៏ធ្វើបាបជារះឲ្យរត់ឆ្លេឆ្លាថ្ងៃក្រោយឯងនឹងធ្វើមុខស្វាយើងនឹងឲ្យឯងដេកក្នុងប្រាសាទទាកាប៉ាទាហានខ្មែរជាទាហានដែលខ្លាំងយើងត្រូវតែច្បាំងតតាំងរួមគ្នាទីណាឲ្យតែមានកំងដូពួកខ្ញុំនឹងបដូរមិនខ្លាចទេរងាដេញពុងអាចោឈ្លានពានឲ្យវាចេញពីដែនដីកម្ពុជាគុំឲ្យវាចេះតែថ្កើនបាញ់វាភុងផាំងឲ្យរត់ជន់ជើងគ្នាខ្ញុំជាទាហានកំងដូខ្ញុំការពារទឹកដីខ្ញុំសុខចិត្តស្លាប់ដើម្បីជាតិខ្មែរខ្ញុំជាទាហានកំងដូបើអ្នកចង់សាកចូលបានណាប្រូគុំឲ្យអ្នកចេះតែបំពេញឲ្យអ្នកចេះស្គាល់អ្វីទៅជាគល់ឈើសត្វខ្លាពេលធ្លាក់ចូលទឹកនឹងខ្លាចជាចំណីរបស់សត្វកពើឲ្យឯងចេះសម្លឹងមើលទៅលើឯងធ្វើមិនដឹងឬមួយក៏ឯងភ្លើកំងដូខ្ញុំការពារទឹកដីធ្វើជីវិតត្រូវខ្សែក៏ខ្ញុំហ៊ានបដូរគុំឲ្យពួកអាចោឈ្លានពានវាចូលមកកកាយវាចូលមកកគោប្រាសាទនេះគឺជារបស់ខ្មែរពួកឯងចង់បានគ្រឿងគីឡូទេប៉ារ៉ូឯងគុំហ៊ានប្រថាគោះពេកប្រយ័ត្នធ្លាក់ចុះដីដោយជន់អាចគោជាតិខ្មែររួមមានចិត្តស្មោះត្រង់មិនដែលចង់បានទឹកដីបានណាមិនដូចពួកអាចោគីបាញ់វាចង់តែបំពេញវាចង់តែប្រហារវាប្រើគ្រូល្បិចគៀនក៏ធ្វើបាបជារះឲ្យរត់ឆ្លេឆ្លាថ្ងៃក្រោយឯងនឹងធ្វើមុខស្វាយើងនឹងឲ្យឯងដេកក្នុង